ta lấy dương chập đamนี่ฮะยังบาง professional mode ដើម្បីโดยជាមួយវាផុសវីដេអូរៀលចឹងដើម្បីបើក personal mode បានយើងចុចលើរូបក្បាលមនុស្សហ្នឹងមកនេះចុចមកបន្តមកទៀតយើងចុចនេះ tray 3នេះ tray 3នេះណាចុចមកបន្តមកទៀតយកពាក្យនេះ turn on professional mode ចុចលើហ្នឹងមកតោះមកចានេះទៀតចាំមានតិចហ្នឹងហើយអានេះយើងបំពេញនេះដោយសារតែយើងអត់ add profile និង cover ចូលអញ្ចឹងវាអត់នេះទេអញ្ចឹងយកល្អយើង add ចាំមើលហើយចាំ add តាមក្រោយយកនេះសិនមកហើយដាក់តែ hello សិនក៏បានដែរ hello ដល់ប៉ុណ្ណឹងមក save វាទៅហ្នឹងឥឡូវ add profile ឲ្យវាគ្រប់ដៃគ្រប់ជើងមកនេះ profile ច្រើនណាយកមួយណាក៏បានដែរ save ព្រោះយកនៅ cover ដាក់ cover មកឥឡូវយើង add យើងនេះហើយអស់ហើយនៅនេះនៅយើង create content យើងផុសវីដេអូប្រភេទអីចឹងអានេះយើងត្រូវដាក់ដែរហ្នឹងយើងចង់ធ្វើពីអីចឹងនេះកែឡើងបន្តិចមកចង់ដាក់អីគេដាក់នេះក៏បាននេះក៏បានដាក់នេះក៏បានបើដាក់នេះល្អជាងចុច save ហើយចុច save ទៀតមកហ្នឹងហើយអានេះដោយសារតែយើងអត់ទាន់ផុសវីដេអូអញ្ចឹងវាអត់ទាន់បាត់ទេហ្នឹងហើយតែប៉ុណ្ណឹងហើយអញ្ចឹងយើងចូលទៅមើល account យើងវិញនេះយកពាក្យ C dashboard ហ្នឹងចុចមកហើយយើងរុញឡើងលើទៅនេះកន្លែង monitor ហ្នឹងអាហ្នឹងឡើងលុយហ្នឹងយើងចុចវាមកតែអានេះដោយសារតែយើងទៅបង្កើតចឹងវាអត់ទាន់មានអីអត់ទាន់ស្គាល់ប្រទេសស្គាល់អីចឹងវាអត់ទាន់ឲ្យបើកនេះទេហើយយើងត្រូវតែផុសវីដេអូឲ្យគ្រប់គោលការណ៍គេចឹងអាហ្នឹងបានវាអាចបើកឲ្យរលុយបានហើយយើងថយវិញហើយចង់ផុសរៀលឧទាហរណ៍ចង់ផុសវីដេអូរៀលយើងចុចលើនេះមកហើយកន្លែងនេះមានរៀលនេះចុចពាក្យរៀលមកបន្តមកទៀតចុចកន្លែង create content ហើយយើងកាត់វីដេអូហើយយើងដាក់មកនេះសើវីដេអូបើយើងអត់តមានវីដេអូយើងត្រូវតែកាត់សិនណាបានអាចដាក់បានខ្ជិលផុសចាំពេលផុសពេលក្រោយហ្នឹងហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយវីដេអូក៏ចប់ត្រឹមហ្នឹងដែររបៀបបង្កើតរបៀបអីហ្នឹង